របៀបស្នើការរលួយពី Facebook សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកបរៀនពីរបៀបស្នើការរលួយពី Facebook បងប្អូនឥឡូវជាដំបូងគឺយើងចូលមកកន្លែង profile Facebook របស់យើងមកហើយយើងចុចរកកន្លែង QQ នេះបងប្អូននេះយើងចុចចូលកន្លែងហ្នឹងមកហើយមកដល់កន្លែងយើងចុចកន្លែងពាក្យ monetize ខាងចុងបងប្អូនចុចកន្លែង monetize ខាងចុងហ្នឹងមកហើយយើងអូសមកក្រោមឃើញគេដាក់ content monetize នេះបងប្អូនចុចចូលកន្លែងហ្នឹងមកចុចតាមហ្នឹងបងប្អូនឃើញអាសញ្ញាខ្មៅៗហ្នឹងចុចចូលកន្លែងហ្នឹងមកហើយទៅវាលោតដល់កន្លែងនេះបងប្អូនយកអាកន្លែងពណ៌ខៀវខាងក្រោមបងប្អូនយកកន្លែងពណ៌ខៀវហ្នឹងកន្លែង upload ស្អីគេហ្នឹងហើយទៅបងប្អូនបំពេញកន្លែងនេះកន្លែងបងប្អូនចូលមកអត់ទាន់មានហើយយើងចុចបំពេញយើងរើសមកបើយើងនេះយើងយក content creator ហ្នឹងមកបងប្អូននេះចុចយកតាមខ្ញុំមកហើយអាក្រោមនេះគឺយើង tick ទាំង4បងប្អូនពេលយើងចូលមកដំបូងហ្នឹងគឺអត់ទាន់មាន tick ទេអញ្ចឹងយើង tick ទាំង4មកហើយយើងចុចអាពណ៌ខៀវចុច done មកហើយខាងក្រោមនេះបងប្អូន copy យកម្ដងយកពីកន្លែង comment ហ្នឹងចាំខ្ញុំដាក់ចូលក្នុង comment ហើយចុច submit បងប្អូនហើយយើងចាំ stop មកគឺមានតែប៉ុណ្្នឹងអរគុណច្រើនវា load ឲ្យយើងបានមើលវីដេអូហ្នឹង load ដល់ចប់ complete follow មួយ